កាលពីឆ្នាំ1997ស្ថាបនិកហាងការ៉េមីសៀលោកចាងហុងចៅនៅពេលគាត់មានអាយុ21ឆ្នាំលក់បង្អែមទឹកកកជុះតាមដងផ្លូវដើម្បីយកលុយបង់ថ្លៃមហាវិទ្យាល័យបច្ចុប្បន្នហាងការ៉េនិងតែគុជមីសៀរបស់គាត់មានសាខាច្រើនជាង 45,300 ទីតាំងនៅប្រទេសចិនតំបន់អាស៊ានជប៉ុនកូរ៉េខាងត្បូងនិងអូស្ត្រាលីរយៈពេល9ខែដំបូងនៃឆ្នាំ2024មីសៀលក់តែគុជបាន 7,100 លានកែវរកចំណូលបានសរុបចំនួន 2,600 លានដុល្លារនិងចំណេញសុទ្ធចំនួន 482 លានដុល្លារអាមេរិកហាងការ៉េមនិងតែមីសៀរបស់លោកហុងចៅបានពង្រីកសាខា franchise មកកម្ពុជាក្នុងឆ្នាំ2022លក់តម្លៃទាបការ៉េមាននំមួយដើមតម្លៃ 2,000 រៀលនិងភេសជ្ជៈមួយកែវចាប់ពី 4,000 រៀលកំពុងដណ្ដើមចំណែកទីផ្សារស្រុកខ្មែរដែលប្រើយុទ្ធសាស្ត្រលក់តម្លៃថោកមីសៀពឹងផ្អែក 99% លើការលក់សិទ្ធិបើកអាជីវកម្មបន្តឬ franchise ពលមិនបើកសាខាដោយខ្លួនឯងទេហើយក្រៅពីរកចំណូលពីការលក់ franchise ក្រុមហ៊ុននេះរកចំណូលតាមរយៈការលក់ទំនិញស្ទើរគ្រប់យ៉ាងឲ្យម្ចាស់សាខានីមួយៗរាប់ចាប់ពីគ្រឿងម៉ាស៊ីនសម្ភារៈវត្ថុធាតុដើមនិងគ្រឿងផ្សំនានាដែលប្រើប្រាស់ក្នុងហាងរបស់ពួកគេគំរូអាជីវកម្មម្ចាស់ការលើសង្វាក់ផ្គត់ផ្គង់ដោយខ្លួនឯង end-to-end supply chain គឺជារូបមន្តជោគជ័យរបស់មីសៀ Ice Cream and Teaកាលពីដើមខែមីនាឆ្នាំ2025នេះមីសៀគ្រប់បានបោះលក់ភាគហ៊ុននៅផ្សារហ៊ុនទីក្រុងហុងកុងជាមួយតម្លៃ IPO $26 អាមេរិកក្នុងមួយហ៊ុនគិតត្រឹមល្ងាចថ្ងៃសុក្រទី21ខែមីនាសប្តាហ៍មុនភាគហ៊ុនរបស់មីសៀមានតម្លៃ$50អាមេរិកក្នុងមួយហ៊ុនជាមួយតម្លៃទីផ្សារសរុប $18.77 លានអាមេរិកតាមសន្ទុះមហាសេដ្ឋីរបស់ទស្សនាបតី Forbes បង្ហាញថាលោកចាងហុងចៅមានទ្រព្យសម្បត្តិសរុបចំនួន $7,600 លានអាមេរិកត្រឹមអាយុ49ឆ្នាំជាមហាសេដ្ឋីតែគុជនិងការ៉េមដ៏ធំបំផុតនៅប្រទេសចិននិងតំបន់អាស៊ានលក់ក្នុងតម្លៃទាបជាងគេតែមីសៀអាចបន្តរកប្រាក់ចំណេញនិងពង្រីកខ្លួនដោយរបៀបណានេះជាដំណើររឿងនៃបណ្ដាញហាងការ៉េមនិងតែរបស់ចិនមីសៀគ្រប់និងថាតើសហគ្រិនខ្មែរជំនាន់ក្រោយអាចរៀនសូត្រអ្វីខ្លះពីរបៀបរកស៊ីរបស់ក្រុមហ៊ុននេះមាតិកានេះឧបត្ថម្ភដោយទីក្រុងរណបជ្រោយចង្វាអនាគតនៃតំបន់ពាណិជ្ជកម្មចម្រុះទំនើបថ្មីនៅរាជធានីភ្នំពេញ Future Interior and Furniture ក្រុមហ៊ុន Decor ដែលលោកអ្នកអាចជឿទុកចិត្តLucky Realty ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជាលោកចាងហុងចៅកើតឆ្នាំ1976នៅភូមិមួយនៃក្រុងកៃហ្វឹងខេត្តហេណានប្រទេសចិនក្នុងគ្រួសារកសិករក្រីក្រនិងប្រកបរបរបន្តបន្សំជាជាងជួសជុលម៉ូតូយើងពុំអាចស្វែងរកព័ត៌មានគ្រួសារលម្អិតរបស់គាត់ទេត្បិតគាត់ជាមនុស្សមិនចូលចិត្តចេញមុខមាត់ប៉ុន្តែយើងដឹងថាគាត់មានបងស្រីម្នាក់និងប្អូនប្រុសបង្កើតម្នាក់ឈ្មោះចាងហុងហ្វូក្រោយចប់ថ្នាក់វិទ្យាល័យលោកហុងចៅបានឡើងទៅរស់នៅក្រុងចឹងចៅដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់នៃខេត្តហេណានគាត់ស្នាក់នៅបន្ទប់ជួលតូចមួយនិងរកបានការងារធ្វើក្រៅម៉ោងនៅហាងលក់ភេសជ្ជៈមួយកន្លែងដើម្បីយកប្រាក់បង់ថ្លៃសាលាបន្ទាប់ពីរៀនបណ្ដើរធ្វើការឯកេបណ្ដើរបានមួយរយៈនៅឆ្នាំ1997ក្នុងអាយុ21ឆ្នាំលោកហុងចៅក៏មានគំនិតចង់លក់របស់ញ៉ាំត្រជាក់អ្វីមួយដែលញ៉ាំហើយធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយរួមមានទឹកកកឈូសជាដើមលោកហុងចៅរកឃើញគំនិតអាជីវកម្មមួយដែលគាត់ចង់សាកល្បងរួចហើយប៉ុន្តែគាត់មិនមានដើមទុនដើម្បីធ្វើវាទេគាត់ទៅមើលតូបលក់បង្អែមទឹកកកឈូសមួយនៅជិតសាលារបស់គាត់ដែលលក់តាមរបៀបប្រពៃណីបន្ទាប់មកក៏រៀនច្នៃឧបករណ៍និងគ្រឿងផ្សំលក់ដូចគេតែតាមរបៀបរបស់គាត់លោកហុងចៅជាមនុស្សរៀនពូកែជាពិសេសគណិតវិទ្យាគីមីនិងជីវវិទ្យាបូករួមជាមួយបទពិសោធន៍ធ្លាប់ធ្វើការឯនៅហាងលក់ភេសជ្ជៈគាត់ក៏អាចបង្កើតឧបករណ៍ឈូសទឹកកកនិងគ្រឿងផ្សំសម្រាប់បើកលក់បានហុងចៅបាននិយាយប្រាប់អំពីគម្រោងអាជីវកម្មនិងបង្ហាញឧបករណ៍ដែលខ្លួនច្នៃទៅកាន់អ្នកផ្ទះអ្វីបើវាមិនមែនជាការបង្កើតបច្ចេកវិទ្យាទំនើបធំដុំប៉ុន្តែសម្រាប់គ្រួសារក្រីក្រមួយដែលមានឪពុកម្ដាយជាកសិករខំប្រឹងរកលុយឲ្យកូនរៀននៅទីរួមខេត្តហេណានបានសាទរចំពោះស្នាដៃច្នៃប្រឌិតនិងគំនិតរកស៊ីរបស់លោកហុងចៅដើម្បីអនុវត្តគំនិតអាជីវកម្មនោះបានលោកយាយរបស់ហុងចៅបានចេញមុខយកប្រាក់សន្សំផ្ដល់ទុនឲ្យចៅប្រុសចំនួន $3,000 ស្មើប្រហែល$400អាមេរិកសម្រាប់ដំណើរការមុខរបរខ្នាតតូចនៅក្រុងចឹងចៅលោកយាយរបស់ហុងចៅថែមទាំងបានដេរហៅប៉ៅខោខ្នងឲ្យចៅប្រុសដែលពេលនោះមានវ័យ21ឆ្នាំដើម្បីដាក់លុយ$3,000នោះព្រោះគាត់បារម្ភខ្លាចបាត់បង់តាមផ្លូវពេលត្រឡប់ទៅទីក្រុងចឹងចៅវិញទោះមិនមែនជាចំនួនច្រើនតែវាជាកម្លាំងគាំទ្រដ៏ធំធេងសម្រាប់លោកហុងចៅក្នុងដំណើរចាកចេញពីភូមិកំណើតដើម្បីបន្តក្តីស្រមៃនៅទីក្រុងនៅពេលត្រឡប់ទៅដល់បន្ទប់ជួលនៅទីក្រុងចឹងចៅវិញលោកហុងចៅជ្រើសរើសបើកតូបលក់នៅទីតាំងមួយតាមដងផ្លូវក្បែរតំបន់បន្ទប់ជួលដោយសារមានដើមទុនតិចគាត់ទិញឧបករណ៍មួយទឹកប៉ុណ្ណោះសម្រាប់ប្រើប្រាស់ជាមួយម៉ាស៊ីនឈូសទឹកកកដែលគាត់ច្នៃខ្លួនឯងនិងឧបករណ៍បំពងសំឡេងមួយដែលគាត់ច្នៃពីមញ៉េចាស់ៗគេបោះបង់ចោលបើកលក់បានជិត2ខែ
លទ្ធផលមិនល្អប្រសើរទេដូច្នេះគាត់ក៏សម្រេចចិត្តរើទៅលក់នៅទីតាំងថ្មីនៅជិតផ្សារបន្លែបាយម៉ៅផ្លូវដងហ្វឹងក្រុងជើងចៅដដាលដែលជួលតូបមួយមានទំហំត្រឹម 2.4 ម៉ែត្រជ្រុងមីនុយដំបូងមានភាពសាមញ្ញនិងមិនទាន់មានភេសជ្ជៈឬផលិតផលច្បាស់លាស់ទេដោយមានត្រឹមតែបង្អែមទឹកផ្លែឈើស្រស់និងអាហារមានតម្រូវការញ៉ាំលេទឹកកកឈូសប៉ុណ្ណោះនៅខែសីហាឆ្នាំ1997ក្រោយសម្រាកពីការធ្វើស្រែចម្ការឪពុករបស់គាត់និងហុងហ្វូបានជិះរថភ្លើងទៅមើលកូនប្រុសរបស់គាត់រកស៊ីនៅក្រុងជើងចៅដែលពេលនោះលោកហុងហ្វូមានអាយុ13ឆ្នាំនិងហុងចៅមានអាយុ21ឆ្នាំហុងចៅបានប្រញាប់ធ្វើភេសជ្ជៈពីកៅជូនឪពុកនិងប្អូនប្រុសរបស់ខ្លួនហើយទទួលបានការលើកទឹកចិត្តដោយសរសើរថាភេសជ្ជៈនោះមានរសជាតិឆ្ងាញ់បន្ទាប់មកហុងចៅទៅរពឹងលើខ្លួនឯងនិងខិតខំជំនះឧបសគ្គក្នុងផ្លូវសហគ្រិនរបស់ខ្លួនទៅមុខទៀតដោយសារមានដើមទុនតិចនិងលក់ដំបងមិនសូវដាច់ផងក៏ត្រូវច្នៃឧបករណ៍និងគ្រឿងផ្សំដោយខ្លួនឯងហុងចៅចិញ្ច្រាំផ្លែឈើរួចពូតយកទឹកដាំលាយជាមួយស្ករសដើម្បីធ្វើទឹកស៊ីរ៉ូច្រដប់យកទៅលាយទឹកកកឈូសលក់ការព្យាយាមផលិតគ្រឿងផ្សំខ្លួនឯងខ្លះអាចសន្សំការចំណាយបានមួយចំនួនប៉ុន្តែក្រោយទូទាត់ថ្លៃជួលទឹកភ្លើងសម្ភារៈវេចខ្ចប់និងវត្ថុធាតុដើមនៅតែមិនទាន់ចំណេញដដែលប៉ុន្តែលោកហុងចៅនៅតែបន្តពុះពៀទៅមុខម្នាក់ឯងពេលថ្ងៃបើកតូបលក់យប់ឡើងសម្អាតតូបលាងចានឆ្នាំងធ្វើទឹកស្ករនិងទឹកស៊ីរ៉ូមួយយប់មានពេលដេកតែ4ទៅ5ម៉ោងប៉ុណ្ណោះគាត់ព្យាយាមច្នៃមីនុយបង្អែមទឹកកកឈូសថ្មីមួយប្លែកពីគេដោយលាយគ្រឿងបង្អែមប្រពៃណីលាយជាមួយនឹងផ្លែឈើស្រស់និងនំលក់តម្លៃចាប់ពី50 សេនទៅ$1កន្លះហើយការលក់ក៏ចាប់ផ្ដើមប្រសើរជាងមុនក្រោយទូទាត់ចំណាយក្នុងប្រតិបត្តិការឃើញចំណេញដល់មិនទាន់ដកថ្លៃដើមជិត1000 យ៉នច្រើនជាងប្រាក់ខែបងស្រីរបស់គាត់ដែលធ្វើការនៅក្រុងលូយ៉ាងដល់ទៅ700 យ៉នស្មារតីប្រឹងប្រែងមិនខ្លាយនៃហត់និងឆន្ទៈមោះមុតរបស់លោកហុងចៅនៅគ្រានោះពុំមែនជំរុញដោយសារតែក្តីស្រមៃក្នុងពិភពជំនួញប៉ុណ្ណោះឡើយប៉ុន្តែគាត់ខំប្រឹងរកនិងសន្សំប្រាក់សម្រាប់ផ្ញើទៅគ្រួសារជាមួយគោលដៅសាងសង់ផ្ទះថ្មីឲ្យឪពុកម្ដាយរបស់គាត់នៅស្រុកកំណើតត្រឹមអាយុ30 ឆ្នាំដំណើរចាប់ផ្ដើមអាជីវកម្មថ្មីឬ Startup សម្រាប់យុវជនទូទៅមិនខុសគ្នាប៉ុន្មានទេពលន័យហត់នៅដល់យប់ជ្រៅនិងស្ថិតក្នុងជំហរតានតឹងទាំងធនធានពេលវេលាសុខភាពនិងចំណង់ចំណូលចិត្តឬគោលដៅផ្ទាល់ខ្លួនប៉ុន្តែស្ថានភាពរបស់លោកហុងចៅត្រឹមចុងឆ្នាំ1997នោះទោះធ្វើការនៅហត់ឆ្លងកាត់ឧបសគ្គច្រើនក៏ប៉ុន្តែរៀងរាល់ថ្ងៃថ្មីតែងតែជាថ្ងៃល្អព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃការខំប្រឹងប្រែងរបស់គាត់បានរំកិលខ្លួនគាត់ទៅកាន់តែជិតគោលដៅសម្រាប់គ្រួសារនិងរូបគាត់ខ្លួនឯងដល់ឆ្នាំ1998ការលក់របស់លោកហុងចៅចាប់ផ្ដើមធ្លាក់ចុះដោយសារទីតាំងភូមិសាស្ត្រនៅជុំវិញតូបរបស់គាត់ប្រែប្រួលបណ្ដាលមកពីអាជ្ញាធរសាងសង់និងជួសជុលផ្លូវធ្វើឲ្យមនុស្សធ្វើចរាចរណ៍វាងតូបរបស់គាត់រយៈពេល 2-3 ខែប្រាក់ចំណេញរកបានពីមុនបានបាត់បង់ទៅវិញដោយសារតែបំរែបំរួលនោះរហូតគាត់ត្រូវបង្ខំចិត្តរកទីតាំងថ្មីក្នុងដំណើរបដូរទីតាំងជាលើកទី3ក្នុងរយៈពេលជា1ឆ្នាំលោកហុងចៅសម្រាប់ជ្រើសរើសទីតាំងលក់នៅក្បែរសាកលវិទ្យាល័យខេត្តហេណានម្ដងរួចលទ្ធផលក៏ងើបប្រសើរឡើងវិញដោយសារតែមានអតិថិជនច្រើនចម្រុះជាពិសេសសិស្សសាលាគាត់ច្នៃធ្វើបង្អែមទឹកកកឈូសរបស់គាត់ឲ្យមើលទៅទាក់ទាញជាងមុននិងលាយទឹកស៊ីរ៉ូរសជាតិថ្មីលាយផ្លែឈើស្រស់ពីលើបន្ទាប់មកតបលក់ទឹកកកឈូសរបស់លោកហុងចៅក៏អាចរកប្រាក់ចំណេញមកវិញធ្វើឲ្យគាត់មានកម្លាំងចិត្តបន្តទៅមុខទៀតគាត់សោកស្ដាយនឹងថាគួររកទីតាំងថ្មីនោះតាំងពីដំបូងប៉ុន្តែក្រោយមកយល់ថាវាជាបទពិសោធន៍និងជាមេរៀននៃការចាប់ផ្ដើមរបស់ខ្លួនបន្តិចក្រោយមកទៀតក៏ឈានដល់រដូវភ្លៀងនិងរដូវរងាដែលជាពេលវេលាមួយមិនល្អទេសម្រាប់អាជីវកម្មលក់អាហារលាយទឹកកកដោយបានរៀនសូត្រពីបញ្ហានេះកាលពីឆ្នាំមុនលោកហុងចៅបានរិះរកវិធីច្នៃបត់បែនតាមស្ថានភាពអាកាសធាតុនិងទីផ្សារគាត់បានប្រមូលប្រាក់សន្សំពីការលក់និងខ្ចីបងស្រីរបស់គាត់បន្ថែមបានសរុប$10000 យ៉នសម្រាប់ចាប់ផ្ដើមមុខរបរថ្មីតាមរដូវកាលបន្ទាប់មកគាត់បានយកលុយនោះទៅវិនិយោគរួមគ្នាជាមួយពីអ្នកប្តីប្រពន្ធអ្នកលក់ផ្លែឈើត្រូវជាមួយផ្លែឈើរបស់គាត់ដើម្បីទិញផ្លែក្រូចស្រស់មកលក់នៅទីក្រុងជើងចៅហុងចៅទទួលខុសត្រូវលើការលក់ផ្លែក្រូចហើយពីអ្នកប្តីប្រពន្ធនោះជាអ្នកគ្រប់គ្រងស្តុកនិងបញ្ជីក្នុងនាមជាអ្នកលក់ប្រកបដោយស្មារតីបដិញ្ញាខ្ពស់លោកហុងចៅយល់ថាវាជាអាជីវកម្មដែលអាចរកប្រាក់ចំណេញបានច្រើនប៉ុន្តែនៅពេលបិទបញ្ជីទៅឃើញប្រាក់ចំណេញតិចតួចប៉ុណ្ណោះហើយនៅពេលជិតដល់ឆ្នាំ1998ដែលគូរកស៊ីលក់ផ្លែក្រូចរបស់គាត់បានអះអាងថាអាជីវកម្មរួមគ្នានោះមិនបានបង្កើតប្រាក់ចំណេញអ្វីបន្តិចសោះឡើយជាលទ្ធផលហុងចៅមិនបន្តរកស៊ីចូលគ្នានោះទៀតទេហើយក៏សល់ត្រឹមបទពិសោធន៍ក្នុងមុខរបរថ្មីដែលខ្លួនមិនធ្លាប់ប្រឡូកដល់ដើមឆ្នាំ1999លោកហុងចៅបានសម្រេចចេញតូបលក់ទឹកកកឈូសរបស់ខ្លួនបន្តឲ្យអ្នកលក់គ្រឿងអលង្ការមួយរួចហើយបានចេញដំណើរទៅទីក្រុងហៃហ្វៃខេត្តអានហុយដើម្បីធ្វើស្ករដោតចង្កាក់ឬស្ករតាំងម៉ែលក់ម្ដង
នៅពេលនោះក៏យល់ថាស្ថានភាពសេដ្ឋកិច្ចនៅក្រុងហៃហ្វៃល្អប្រសើរជាងក្រុងចឹងចៅប៉ុន្តែគាត់មិនបានស្វែងយល់លម្អិតអំពីឧបសគ្គនៅក្នុងទីផ្សារថ្មីនោះឡើយគំនិតរបស់គាត់គឺចង់លក់ស្ករចង្កាក់មានរសជាតិថ្មីរូបមន្តគាត់ធ្វើខ្លួនឯងនិងវេចខ្ចប់ឲ្យមានរូបរាងប្រណិតប៉ុន្តែលទ្ធផលបន្ទាប់ពីបានបើកលក់គឺមិនក៏ប្រសើរទេព្រោះស្កររបស់គាត់ឆាប់រលាយខូចរូបរាងក្រោយពីបរាជ័យផ្ទុំទួនពីរបរលក់ផ្លែក្រូចនិងស្ករតាំងម៉ែនៅចុងឆ្នាំ1999លោកហុងចៅត្រូវបង្ខំចិត្តត្រឡប់ទៅទីក្រុងចិនជៅវិញជាថ្មីដោយនៅសល់ប្រាក់បន្តិចបន្តួចប៉ុណ្ណោះរយៈពេល2ឆ្នាំនៃដំណើរចេញរកស៊ីម្នាក់ឯងរបស់លោកហុងចៅក្នុងអាយុ21ឆ្នាំគឺពឹងលើដើមទុនចំនួន 3,000 យន់ពីជីដូនរបស់គាត់និងដៃទាំងគូខំប្រឹងធ្វើការទាំងយប់ទាំងថ្ងៃប៉ុន្តែពន្លឺជោគជ័យមិនទាន់ដឹងនៅទីណាទេយ៉ាងណាក្នុងអំឡុងពេល2ឆ្នាំនោះគាត់រៀនសូត្របានយ៉ាងច្រើនជាមួយបទពិសោធន៍ជាក់ស្ដែងនិងជួបប្រទះពេលវេលាទាំងឡើងទាំងចុះទន្ទឹមគ្នាភ្លាមនៅចុងឆ្នាំ1999ដដែលលោកហុងចៅបានទៅមើលទីតាំងតូបចាស់2 ម៉ែត្រ 4 ជ្រុងរបស់គាត់នៅផ្លូវដងហ្វឹងសង្ឃឹមថានឹងអាចបើកលក់ទឹកកកឈូសឡើងវិញប៉ុន្តែនៅពេលទៅដល់ឃើញតែការដ្ឋានគេកំពុងសាងសង់អគារប៉ុណ្ណោះបច្ចុប្បន្នតំបន់នោះបានក្លាយជាមជ្ឈមណ្ឌល Cyber Digital Plaza ដ៏ទំនើបនៅទីក្រុងចឹងចៅយ៉ាងណាក្តីគ្មានការស្ទាក់ស្ទើរនិងគ្មានជម្រើសឡើយលោកហុងចៅត្រូវស្វែងរកទីតាំងលក់ថ្មីដើម្បីប្រឹងប្រែងរកប្រាក់មកវិញឲ្យបានឆាប់បន្ទាប់មកក៏សម្រេចចិត្តបើកលក់នៅផ្លូវបូសុងជិតមន្ទីរពេទ្យមួយចាប់ផ្ដើមជាថ្មីលើកនេះហុងចៅមានអាយុ23ឆ្នាំមានបទពិសោធន៍និងទំនុកចិត្តច្រើនជាងមុនដោយបានជួលតូបមានទំហំប្រហែល60ម៉ែត្រការ៉េល្មមអាចដាក់តុបត់បាន6សម្រាប់ឲ្យភ្ញៀវអង្គុយញ៉ាំមីនុយថ្មីក៏ត្រូវបានរៀបចំច្បាស់លាស់និងល្អជាងមុនដែរដោយមានទឹកកកឈូសថែមដំណាប់មានភេសជ្ជៈទឹកដោះគោក្រឡុកភេសជ្ជៈលាយចាហុយគុជនិងការ៉េមធម្មតាហើយបានបដូរពីទឹកកកឈូសដាក់កែវមកដាក់ចានវិញដើម្បីលក់តម្លៃទាបជាងមុនហាងថ្មីនោះត្រូវបានដាក់ឈ្មោះជាផ្លូវការមីសៀពីងឆឹងប្រែថាទីក្រុងទឹកកកចាប់ផ្ដើមដោយមិនសូវសប្បាយចិត្តទេព្រោះឈ្មោះអក្សរចិននៅលើស្លាកយីហោដំបូងនោះត្រូវបានគេសរសេរខុសប៉ុន្តែសុខចិត្តបន្តដាក់ប្រើទាំងខុសព្រោះគាត់គ្មានលុយសល់សម្រាប់ធ្វើស្លាកថ្មីទេជំនួសមកវិញជាងធ្វើស្លាកយីហោបានសងការខូចខាតចំនួន200យន់ដោយមិនចាំបាច់ធ្វើថ្មីម្ដងទៀតហុងចៅមានកង់មួយគ្រឿងសម្រាប់ដឹកទឹកកកនិងគ្រឿងផ្សំទិញពីផ្សារជារៀងរាល់ថ្ងៃសម្រាប់ផ្គត់ផ្គង់ហាងមីសៀរបស់គាត់ដោយសារតែមីនុយរបស់ហាងមីសៀច្នៃប្រឌិតប្លែកពីគេនៅចឹងចៅការលក់ក៏មានសន្ទុះមកវិញប៉ុន្តែលោកហុងចៅនៅតែមិនភ្លេចឡើយនៅបទពិសោធន៍លក់ដាច់តែដំបូងរួចហើយក៏ធ្លាក់ចុះវិញដើម្បីបញ្ជៀសហានិភ័យនេះគាត់បានពង្រីកចំនួនផលិតផលបន្ថែមពីលើទឹកកកឈូសនិងការ៉េមរួមមានទឹកផ្លែឈើនិងតែគុជត្បិតការធ្វើដូច្នេះអាចប៉ះប៉ូវបញ្ហាធ្លាក់ចុះការលក់នៅរដូវរងាបានខ្លះមិនយូរប៉ុន្មានអាជីវកម្មរបស់លោកហុងចៅរក្សាបានកំណើនលូតលាស់ជាប់ជាលំដាប់រហូតមានលទ្ធភាពជួលបុគ្គលិកប្រុសម្នាក់ឈ្មោះយ៉ាថៅនៅឆ្នាំ2000តូបជាប់ហាងមីសៀពីងឆឹងត្រូវបានអ្នកជួលរែចេញដូច្នេះលោកហុងចៅក៏ចាប់យកឱកាសពង្រីកហាងគាត់ចរចាថ្លៃជួលជាមួយម្ចាស់ទីតាំងនិងសុំវាយទម្លុះជញ្ជាំងដោយខ្លួនឯងដើម្បីសន្សំលុយស្ថាបនិកហាងមីសៀនិងបុគ្គលិកសុខចិត្តលក់ពេលថ្ងៃហើយពេលយប់ឡើងប្រឹងវាយទម្លុះជញ្ជាំងតូបចូលគ្នារយៈពេល2យប់ទើបរួចរាល់បន្ទាប់មកតូបរបស់ពួកគេអាចបន្ថែមតុកៅអីឲ្យភ្ញៀវអង្គុយបានច្រើនជាងមុនអ្វីដំណើរការទៅមុខបានយ៉ាងល្អលោកហុងចៅបាននិយាយប្រាប់ប្អូនប្រុសរបស់ខ្លួនគឺហុងហ្វូដែលពេលហ្នឹងមានអាយុទើប17ឆ្នាំបានឡើងទៅរៀននៅចិនចៅជាមួយក្តីរំពឹងខ្ពស់ថាបើគ្មានការប្រែប្រួលទេត្រឹមចុងឆ្នាំ2000គាត់នឹងមានលុយច្រើនល្មមសម្រាប់សម្រេចក្តីស្រមៃនិងរៀបការប៉ុន្តែលទ្ធផលកាត់ឡើងជាក់ស្ដែងខុសពីក្តីរំពឹងទុកប្រទេសចិននាឆ្នាំ2000នោះកំពុងមានតម្រូវការលូតលាស់តាមកំណើនសេដ្ឋកិច្ចដែលជំរុញឲ្យមានសកម្មភាពអភិវឌ្ឍយ៉ាងកក្រឹកកក្រែងនៅតាមទីក្រុងធំៗរួមទាំងចិនចៅដែរអាគារសាលារៀនកន្លែងធ្វើការផ្សារសំណង់អគារចាស់ៗរួមទាំងតូបជួលរបស់ហាងមីសៀត្រូវបានគេទិញយកវាកំទេចចោលដើម្បីយកដីអភិវឌ្ឍថ្មីស្ថិតក្នុងដំណាក់កាលនោះលោកហុងចៅរក្សាជំហរនឹងណោមិនបានបង្ហាញការបាក់ទឹកចិត្តទេព្រោះគាត់ជាក្តីសង្ឃឹមរបស់គ្រួសារគាត់បន្តរកទីតាំងថ្មីបើកឡើងវិញនិងខំប្រឹងប្រមូលអតិថិជនមកវិញចាប់ពីឆ្នាំ2000ដល់2003ក៏រើទីតាំងលក់ចំនួន3ដងទៀតដោយសារតែហេតុផលម្ចាស់ទីតាំងឈប់ជួលយកដីអភិវឌ្ឍអគារធំៗមិនថាគាត់ប្រឹងប្រែងយ៉ាងណាក៏ដោយប៉ុន្តែរយៈពេលប្រហែលឆ្នាំនោះអាជីវកម្មរបស់គាត់មិនអាចរីកចម្រើនទៅមុខឡើយព្រោះតែត្រូវប្តូរទីតាំងញឹកញាប់ពេកយ៉ាងណាក៏ដោយបញ្ហាផ្លាស់ប្តូរទីតាំងច្រើនកន្លែងក្នុងរយៈពេល4ឆ្នាំនោះបានបង្រៀនលោកហុងចៅឲ្យយល់ដឹងអំពីចំណង់ចំណូលចិត្តរបស់អតិថិជនគោលដៅនិងបរិយាកាសទីផ្សារកាន់តែច្រើនពីតំបន់ខុសៗគ្នាផងដែរនៅឆ្នាំ2003គាត់បានរើទីតាំងមកបើកលក់ក្នុងទូដែកមួយនិងលក់ដាច់ក្រាន់បាដោយសារតែវានៅជិតសាលារៀនគាត់បានបន្តអភិវឌ្ឍអាជីវកម្មខ្នាតតូចរបស់ខ្លួនតាមសម្រួលមិនហក់លុតដូចមុនទេទោះមិនទាន់បានជោគជ័យខ្លាំងប៉ុន្តែដរាបណាអាចរកប្រាក់ចំណេញបានវាជាលទ្ធផលល្អ
កាត់មកដល់ឆ្នាំ2005ការ៉េមដាក់ពីលើនំបានក្លាយជាការ៉េមទទួលបានការពេញនិយមខ្លាំងនៅទីក្រុងចឹងចៅហើយត្រូវបានគេលក់មួយដើម5ទៅ10យន់ក្រោយឃើញគេលក់ការ៉េមនោះដាច់លោកខុងចៅពេលនោះមានអាយុ29ឆ្នាំបានចូលជែកជាមួយនឹងប្អូនប្រុសរបស់គាត់លោកខុងហ្វូដែលពេលនោះកំពុងរៀនថ្នាំមហាវិទ្យាល័យនិងធ្វើការក្រៅម៉ោងនៅហាងលក់ទំនិញមួយបងប្អូនប្រុសត្រកូលចាំងទាំងពីរបានរកឃើញថាការ៉េមព្រិលដែលគេកំពុងលក់តម្លៃ5ទៅ10យន់នោះពួកគេអាចធ្វើបានដោយចំណាយអស់ថ្លៃដើមតែកន្លះយន់ឬប្រហែល300រៀលលុយខ្មែរប៉ុណ្ណោះនៅឆ្នាំ2006ហាងមីសៀបានធ្វើការ៉េមព្រិលដាក់លើនំលក់ដែរប៉ុន្តែលោកខុងចៅធ្វើតាមរូបមន្តនិងរសជាតិខុសពីគេរួចលក់មេដើមក្នុងតម្លៃត្រឹមតែ1យន់ពលថោកជាងគេ5ទៅ10ដងវាជាវិធីសាស្ត្រប្រជែងតម្លៃដ៏ប្រថុយប្រថានព្រោះគំនិតប្រាក់ចំណេញតិចពេកសម្រាប់អាជីវកម្មខ្នាតតូចរបស់គាត់យ៉ាងណាវិធីសាស្ត្រនេះទទួលបានលទ្ធផលយ៉ាងល្អប្រសើរត្បិតសិស្សសាលានិងអតិថិជនទូទៅតម្រង់ជួរទិញការ៉េមីសៀពីងឆឹងហើយចាប់ផ្ដើមល្បីឈ្មោះក្នុងតំបន់ដោយសារតែលក់ក្នុងតម្លៃថោកជាងគេឆ្ងាយនិងមានរសជាតិពេញនិយមលោកខុងចៅអាចធ្វើវាបានព្រោះតែគាត់ចេះច្នៃនិងផលិតវត្ថុធាតុដើមខ្លួនឯងរួមមានម្សៅការ៉េមជាដើមដល់ឡាយតូបលក់ការ៉េមនៅជិតៗគាត់បានបង្ខំចិត្តបិទទ្វារជាបន្តបន្ទាប់ដោយសារតែមិនអាចបន្តប្រជែងលក់តម្លៃ1យន់ដោយគាត់ឡើយចាប់ពីពេលនោះមកលោកខុងចៅបានរកឃើញទំនិញស្នូលប្រចាំហាងមីសៀរបស់គាត់គឺការ៉េមលក់អមជាមួយនឹងទឹកតែគុជទាន់សម័យជំនួសឲ្យបង្អែមទៅកកឈូសក្រោយដើរប៉ះផ្លូវជោគជ័យធំលើកដំបូងចាក់ខុសវិស័យវែងឆ្ងាយបានផលឡើងក្នុងគំនិតរបស់លោកខុងចៅពេលនោះមានអាយុ31ឆ្នាំគឺគាត់ចង់ពង្រីកវាឲ្យរឹតតែធំឡើងបង្កើតលទ្ធផលថ្មីដែលគាត់មិនធ្លាប់ទទួលបានចំណេញតិចតែបើលក់បានច្រើនកែវនោះប្រាក់ចំណេញក៏កើនឡើងតាមនឹងគាត់ជឿលើគំរូប្រាក់ចំណេញនេះប៉ុន្តែគាត់ត្រូវការអ្នកជួយនៅឆ្នាំ2007ដដែលលោកខុងចៅបានហៅប្អូនប្រុសរបស់គាត់ហុងហ្វូឲ្យចូលរួមក្នុងអាជីវកម្មមីសៀជាផ្លូវការលោកខុងហ្វូគ្រានោះមានអាយុ24ឆ្នាំរៀនចប់ថ្នាក់មហាវិទ្យាល័យនិងមានបទពិសោធន៍ការងារជាអ្នកគ្រប់គ្រងនៅហាងលក់ទំនិញមួយកន្លែងលោកខុងហ្វូបានជួយរៀបចំស្តង់ដារប្រតិបត្តិការនិងអភិវឌ្ឍគំរូលក់ franchise ចាប់ពីឆ្នាំ2007នឹងមកព្រមទាំងបានបើកសាខាមីសៀទី2ចែកគ្នាគ្រប់គ្រងម្នាក់មួយសាខារវាងបងប្អូនទាំងពីរមួយឆ្នាំបន្ទាប់គឺនៅឆ្នាំ2008លោកខុងចៅបានចុះបញ្ជីក្រុមហ៊ុនជាផ្លូវការក្រុមឈ្មោះមីសៀ Ice Cream and Tea Trading ដើម្បីប្រតិបត្តិការលក់ franchise ឲ្យអ្នកដទៃបើកហាងមីសៀបន្តលោកខុងចៅធ្វើជាប្រធានឬ chairman ផ្ដោតលើការពង្រឹងគុណភាពភេសជ្ជៈនិងការ៉េមហើយលោកខុងហ្វូធ្វើជានាយកប្រតិបត្តិឬ CEO ផ្ដោតលើការពង្រឹងប្រតិបត្តិការនិងអភិវឌ្ឍផែនការលក់ franchise ដោយសារធ្លាប់ធ្វើជាអ្នកគ្រប់គ្រងហាងលក់ទំនិញលោកខុងហ្វូបានប្រើប្រាស់ចំណេះដឹងនិងបទពិសោធន៍របស់ខ្លួនរៀបចំប្រព័ន្ធគ្រប់គ្រងស្តង់ដារឲ្យមីសៀធ្វើ branding marketing និងកិច្ចការចាំបាច់នានាដើម្បីគ្រប់គ្រងដល់យុទ្ធសាស្ត្រពង្រីកខ្លួនរបស់ពួកគេគិតត្រឹមពេលនោះការ៉េមជាទំនិញលក់ដាច់ជាងគេនៅហាងមីសៀហើយរដូវរងាចូលមករយឆ្នាំរំខានដល់ការលក់របស់ពួកគេក្នុងឆ្នាំ2008ដដែលលោកខុងហ្វូក្នុងនាមជា CEO បាននាំមកស្វែងរកដំណោះស្រាយថ្មីតាមរយៈការច្នៃមីនុយដែលអាចលក់ដាច់ដោយការ៉េមប៉ុន្តែបន្តលក់ដាច់មិនថាក្នុងរដូវរងាយ៉ាងណាកិច្ចការរៀបរសជាតិនិងរូបមន្តផ្សំនៅតែជាជំនាញរបស់លោកខុងចៅគាត់បានទៅបើកមើលសៀវភៅកត់ត្រារូបមន្តភេសជ្ជៈដែលគាត់បានព្យាយាមស្រាវជ្រាវកាលពីឆ្នាំ1997ឡើងវិញរួចហើយបានសាកល្បងចេញភេសជ្ជៈក្រឡុកពីម្សៅផ្លែឈើពីររសជាតិគឺរសជាតិក្រូចនិងផ្លែប៉ោមខៀវក្រោយសាកល្បងលក់ភេសជ្ជៈថ្មីទាំងពីររសជាតិអ្វីបាននៅតែពិបាកលក់ក្នុងរដូវរងាដដែលប៉ុន្តែវាអាចបង្កើនប្រាក់ចំណូលបានមួយកម្រិតបន្ថែមពីលើការលក់ការ៉េមបែបនេះពួកគេត្រូវរកផលិតផលថ្មីមួយទៀតត្រៀមទុកសម្រាប់រដូវរងាឆ្នាំបន្ទាប់ចៃដន្យនៅថ្ងៃមួយលោកខុងហ្វូបានចូលទៅពិនិត្យមើលបន្ទប់ស្តុកវត្ថុធាតុដើមរួចបានឃើញកញ្ចប់ម្សៅកាហ្វេហាច់រួចសល់កន្លះកញ្ចប់ទុកចោលនៅទីនោះតាមពិតទៅលោកខុងចៅក៏ធ្លាប់ឆុងម្សៅកាហ្វេនោះលក់ម្ដងរួចហើយកាលពីមុនប៉ុន្តែលក់មិនសូវដាច់ទើបឈប់លក់វិញហុងហ្វូបានយកកញ្ចប់ម្សៅកាហ្វេនោះទៅសាកឆុងនៅសាខាមីសៀទី2ដែលគាត់ជាអ្នកគ្រប់គ្រងដោយឆុងឆ្នៃលាយជាមួយគ្រីមស្រដៀង milk tea រួចចាក់រោយម្សៅកាហ្វេពីលើសម្ងំឆុងម្នាក់ឯងភ្លក់ម្នាក់ឯងឃើញថាមានរសជាតិឆ្ងាញ់ប្លែករួចគាត់ឆុងថែមផឹកអស់3កែវនិងយកជក់សរសេរលេងលើកែវថាកាពូស៊ីណូកាហ្វេ1កែវ1យន់លោកខុងហ្វូក្នុងនាមជា CEO របស់ក្រុមហ៊ុនមីសៀក៏ចេះតែគ្រប់គ្រងនិងអភិវឌ្ឍអាជីវកម្មទេពលការងារច្នៃមីនុយផលិតផលថ្មីគាត់មិនធ្លាប់ធ្វើដោយបងប្រុសរបស់គាត់ឡើយដោយការឆុងកាហ្វេនោះគ្រាន់តែជាការឆុងលេងនិងស្រមើស្រមៃតាមបទចម្រៀងក្នុង spot ពាណិជ្ជកម្ម Love is like a cappuccino ប៉ុណ្ណោះក្រោយដាក់លក់កាហ្វេ1កែវ1យន់សាកល្បងលក់ក្នុងសាខាទី2លទ្ធផលទទួលបានលើសពីការរំពឹងទុករបស់លោកខុងហ្វូដោយក្នុងមួយសាខាលក់បានលើស 1000 កែវក្នុងមួយថ្ងៃភាគច្រើនមានអ្នកទិញជាសិស្សសាលានិងអ្នកធ្វើការ
ចាប់ពីពេលនោះមកហាងមីសៀមានផលិតផលថ្មីសម្រាប់បង្កើនចំណូលនិងអាចទប់ស្កាត់ការធ្លាក់ចុះចំនួនលក់នៅខែរងាហើយការមីនុយ3លក់ក្នុងតម្លៃតែ1យ៉ន់រួមមានការ៉េមទឹកក្រូចក្រឡុកនិងកាហ្វេត្រឹមចុងឆ្នាំ2008មីសៀ Ice Cream and Tea មានហាងសាខាផ្ទាល់ខ្លួនចំនួន2ជាសាខាគំរូនិងសាខា franchise មួយចំនួននៅក្រុងចឹងជៅទីក្រុងរណបជ្រោយចង្វាគ្របដណ្ដប់លើផ្ទៃដីជិត300ហិកតាគឺជាទីក្រុងអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC មានចក្ខុវិស័យក្លាយជា The City of the Future តាមរយៈបេសកកម្មប្រែក្លាយទៅជាទីប្រជុំជនដ៏ទំនើបមួយប្រមូលផ្ដុំទៅដល់អគារពាណិជ្ជកម្មធំៗផ្ទះអាជីវកម្មលំនៅឋានទាន់សម័យសាលារៀនមន្ទីរពេទ្យអាហារដ្ឋានអគាររដ្ឋបាលសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធធំៗចម្រុះគ្នាសម្រាប់គ្រប់គ្រងសកម្មភាពរស់នៅនិងធ្វើការឲ្យមានភាពងាយស្រួលនិងរស់រវើកទីក្រុងរណបជ្រោយចង្វាThe City of the Future ប្រសិនបើលោកអ្នកចង់រចនានិងសាងសង់ខាងក្នុងផ្ទះឬកន្លែងអាជីវកម្មឲ្យមានភាពប្រណិតនិងច្នៃប្រឌិតយើងសូមណែនាំ Future Interior and Furniture Future Interior and Furniture មានទទួលគូប្លង់កាត់ដំឡើងដោយម៉ាស៊ីនទំនើបជាមួយបទពិសោធន៍យូរឆ្នាំក្នុងការសិក្សាប្លង់ដំណើរការផលិតដំឡើងដោយជំនាញសុវត្ថិភាពនិងទំនួលខុសត្រូវខ្ពស់ក្រុមហ៊ុនអចលនទ្រព្យ Lucky ទិញលក់ជួលនិងវាយតម្លៃលើអចលនទ្រព្យទ្រព្យសកម្មនិងគ្រឿងម៉ាស៊ីនគ្រប់ប្រភេទសេវាកម្មវាយតម្លៃរបស់ Lucky Realty ទទួលបានការជឿទុកចិត្តពីធនាគារធំៗនិងអតិថិជនជាច្រើនក្នុងប្រទេសកម្ពុជាក្រុមហ៊ុនអចលនទ្រព្យ Lucky ជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា